ថ្ងៃនេះគឺចេញទៅមួយឈុតទៀតហើយផ្នែកប្រភេទថ្នាំស្នេហ៍ហើយចង់បញ្យល់បងប្អូនថាប្រភេទខ្សែដៃនិងក៏ថានាងបក់នាងបោយនេះពេលដែលជាវប្រភេទថ្នាំស្នេហ៍ទៅពីមុខនេះគ្រូថែមឲ្យទេប្រភេទយើងដាក់ដៃមានលៀបមានជ័យហេងរកសម្បត្តិអីជាដើមប្រភេទថ្នាំស្នេហ៍នេះគឺយើងសាងចេញពីវត្ថុកម្រមាន3ប្រភេទសត្វប្រភេទសត្វតៃសាហើយនឹងប្រភេទឫសឈើប្រភេទប្រទាលបាទប្រទាលគឺសិតតែប្រទាលដែលពិសេសតម្រាំរកបានតម្រាំយកមកដាស់ប្រសិទ្ធិរាល់ថ្ងៃទៀតអញ្ចឹងគឺវត្ថុនេះគឺជាប្រភេទថ្នាំស្នេហ៍សម្រាប់ដាក់ឲ្យប្តីឬក៏ប្រពន្ធណាដែលកាចឲ្យស្លូតរឹងរូសមីនះឲ្យលែងរឹងរូសហើយចង់ទៅណាចោលយើងបានហើយឲ្យនៅជាមួយគ្នាស្រឡាញ់គ្នាចេះគោរពគ្នាឲ្យតម្លៃគ្នាប្រភេទថ្នាំស្នេហ៍នេះគឺមានមហិទ្ធិឫទ្ធិច្រើនប្រការណាស់បាទពេលដែលយើងដាក់ទៅហើយអត់អាប់រិស័យឬក៏ធ្លាក់រិស័យអត់ទេព្រោះអត់ផ្សាំងចេញពីប្រភេទស្មោកគ្រោកដូចជាឈាមរដូវឬក៏ឆ្អឹងខ្មោច7មច្ឆាឬក៏ដីច្រាបដីអត់ទេប្រភេទនេះគឺជាប្រភេទធម្មជាតិរបស់បុរាណហើយតម្រាំរកបានចំណាយពេលវេលាទៅមួយឆ្នាំអីនោះពិបាករកណាស់ប្រភេទសត្វទាំងអស់ហ្នឹងប្រភេទរបស់នៃកម្របានអញ្ចឹងបានមកហើយដាស់ប្រសិទ្ធិសិស្សណាត្រូវការគឺជាវទៅថ្ងៃនេះគឺចេញទៅឲ្យកូនសិស្សយកទៅហេងដូចចិត្តណាបាទ